សូមជូនរឿងទ្រព្យសម្បត្តិគេគ្រួសារបើក្បាលសេរីដំបងយើងក៏ឃើញតួស្រីរបស់យើងកំពុងតែអង្គុយលេងនៅក្រៅសាលាហើយថ្ងៃនេះមិនចង់ទៅមើលក្មេងៗហាត់បដាសោះហើយទៅសិនណាហើយដើរទៅសិនចាប់ឲ្យខ្ញុំប៉ុណ្ណឹងហើយរចេញឡើងទៅសាលាសិនបើមិនចឹងទេខ្ញុំតកូនសិននឹងហាត់បដាមកគ្រូរហូតអើយចង់និយាយថាថ្ងៃហ្នឹងដូចអស់ខ្យល់អស់វិញ្ញាណក្នុងខ្លួនហ្មងបងឡានពុកស្មឿកហ្មងវាថាបងចង់ទៅចូលបន្លាយបងទៀតទៅបិទចោលទៀតធៀងអូជីញ៉ៃណាអូគ្រូបុកគ្រូកាចម្ចាស់សាលាហ្នឹងមានតែគ្រូហ្នឹងកាទីទេបើមិនជិះឡានមកទេព្រោះគាត់ដាក់ស្លាប់តាមផ្លូវហើយមកដល់រអ៊ូច្រើនដល់ហើយនៅកន្លែងគ្រប់គ្នាមែនពិបាកអូនៅហាត់ចឹងតាមើលអ្នកគ្រូហាត់អ្នកគ្រូផ្លាស់កៅអៅហើយចាំមើលអ្នកគ្រូឡើងហាត់បដាល់ជាមួយចាំមើលហ្នឹងគេវាយចេះមិនវាយថ្នមមកដូចគេថ្នមកែវណាគេវាយថ្នមចឹងអាហ្នឹងគេដាក់មកខាងរបស់វាមកគេវាយថ្នមអាហ្នឹងដាក់មកទំហឹងចឹងមកទៅវាហើយវាប៉ាំងដល់ណាសាឡបងមុនគ្រូអូយអ្នកគ្រូពិតជាប្រកែកមែនអ្នកគ្រូសូមគោរពអ្នកគ្រូតោះវាយគ្នាចលណាអុយចង់តើកប់ផែនដីនឹងតាហើយពីណាទៅមកទូបងប្រុសតាគាត់ទៅតាមឆាតមានការអ្វីអាឡូជំរាបសួរបងប្រុសអាឡូឯងពងនៅណាហ្នឹងខ្ញុំនៅកន្លែងហាត់បដាល់ឯងមកទីជីបតន់មើលហើយខ្លែងពុកម៉ែខ្ញុំបានបញ្ជូនទៅកន្លែងបងស្រីឯតាអញ្ចឹងខ្ញុំអត់ពិបាកទៅមើលគាត់ទៀតទេពុកម៉ែឯងបញ្ជូនទៅបងស្រីធំហើយខ្ញុំបញ្ជូនទៅអាទិត្យមុនហ្នឹងហើយខ្ញុំក៏មករៀនសិស្សទៅណាចាំបងទៅកន្លែងឯងឥឡូវហើយមកហើយទៅកាត់សក់ហើយម៉ូតសក់នេះរៀងស្រឡាញ់ដែរហ្នឹងណាទៅកន្លែងប្អូនស្រីសិនបើមិនទៅទេវាមិនមកហ្មងគ្រាន់តែគេឲ្យមកនេះកន្លែងហ្នឹងមែនកន្លែងវាចូលទៅមើលហើយនៅចុចទូរស័ព្ទទៅហ្នឹងប្អូនណាប្អូនចំកើលចាបងប្រុសម្ដងហើយមែនហើយបងមកទីនេះមានការអ្វីដែរហើយបងមកចង់ហាត់បដាល់មួយកូនសិស្សខ្ញុំមែនទេឬបងចង់សាកល្បងកម្លាំងទៅវាចាខ្ញុំអាចទទួលបានទាំងអស់បងអាមិញខ្ញុំប្រកាច់ប្រកិនលើនឹងម្ដងគឺហោះស្ទួយទៅលើអាហ្នឹងវាបោកខ្ញុំបងសាកល្បងបានតាបងទៅផ្លាស់កៅអៅនេះបងផ្លាស់ហើយចាំមើលបងសាកល្បងអើយមើលស្នាដៃបងផងមើលទៅស្នាដៃបងនេះបានហើយបងចង់ណាត់ឯងទៅហូបអីឥឡូវផ្លាក់កៅអៅផ្លាក់អីទៅចាតោះខ្ញុំផ្លាក់កៅអៅហើយតោះទៅញ៉ាំអីមក
ហេតុអ្វីបើឯងទៅទុកពុកម៉ែនៅពីបងធំហើយមកពីខ្ញុំណាប្រវល់អញ្ចឹងខ្ញុំពេលមើលគាត់អញ្ចឹងមិនខ្ញុំយកគាត់ទៅនឹងទៅមកវិញអញ្ចឹងត្រូវដាក់អីទៅគេគុណសម្បត្តិពុកម្ដាយនឹងត្រូវហើយឯងហ្នឹងក៏ខ្ជិលចឹងព្រោះគេឲ្យមើលពុកម៉ែតិចទៅធ្វើរំអួយមិនចង់មើលពុកគាត់អនាគតទៅឯងពេលបាត់ពុកគាត់តើពីណានឹងមើលពួកឯងពីក្រោយឯងជំនួសឯងធ្វើជាពុកម្ដាយគឺដឹងហើយពីហើយហើយខ្ញុំមិនទាន់ចង់យកប្តីទេឯងចាំមើលទៅកាលហ្នឹងឯងរត់ពីការរៀនសូត្រឯងអត់រៀនសូត្រទេគាត់តាក់ស្ប៉ាក់កើមិនចឹងតានោះជិះឡានមើលសំណាងអត់ព្រោះខ្នោះអីហើយថ្ងៃក្រោយអញមានហ្នឹងហើយទៅយកពុកម៉ែវិញផងអូយមិនដឹងហើយទៅកាលណាដល់ហើយចុះមកចាបងប្រុសឈប់ខ្ញុំភ្លេចអីមួយទៅយកទៅបងប្រុសនេះចេះចាំគ្នាតែម្ដងនេះលក់បងប្រុសខ្ញុំកំងអីហានៅកំងហើយចើអូនឯងកំងអីដាក់ឲ្យខ្ញុំមួយខោហូននំនេះឆ្ងាញ់មិនឯងទៅហូបនំចុះបាយស្អីឯងមិនទិញទេខ្ញុំមិនចង់ទិញចុះហេតុអ្វីបងតើម្នាក់ស្រីលើកមុនជាណាគេអូចាំ